ព្រោះខ្លឹមសារវីដេអូនេះគឺលោកគ្រូលើកយកចំណុច 2.1 សមីការ exponential បាទមុនដល់យើងទាញជាទូទៅនៅការដោះស្រាយសមីការនេះលោកគ្រូមានឧទាហរណ៍បាទមួយដែលមានលំហាត់ចំនួន3គឺកខគហើយបាទកខនិងគបាទអញ្ចឹងកុំឲ្យខាត់ពេលយើងដោះស្រាយលំហាត់ទាំងអស់គ្នាបាទចំពោះលំហាត់ទី1បាទគឺយើងមាន3សេគុណ x បូក1ស្មើនឹង27បាទកន្លែងនេះបងប្អូនអាចដោះស្រាយដោយប្រើលក្ខណៈស្វ័យគុណយើងមិនទាន់ដឹងបាទនិយមន័យឬលក្ខណៈទូទៅរបស់សមីការ expo ក៏បានដែរគឺយើងប្រើលក្ខណៈបាទស្វ័យគុណដើម្បីមកដោះស្រាយបាទអញ្ចឹងកន្លែងនេះគឺយើងបាន3ស្វ័យគុណ x បូក1ស្មើនឹង3សេគុណ3បាទលក្ខណៈស្វ័យគុណនៅពេលដែលគោលមិនវាដូចគ្នាវាផ្ទៀងផ្ទាត់លុះត្រាតែបាទនីតិផ្សំមិនវាស្មើគ្នាអញ្ចឹងកន្លែងនេះលោកគ្រូបាន x បូក1ស្មើ3បាទបងប្អូនដោះស្រាយមកដោយសារនេះជាសមីការបាទ linear លំដាប់1បាទសមីការ degree លំដាប់1ក៏បានបាទ degree ទី1បាទអញ្ចឹងបងប្អូនទាញមកគឺ x ស្មើ2អញ្ចឹងមានន័យថានៅពេលដែលយើងយក x បាទ x ស្មើ2បាទយកមកជួសបាទ x ស្មើ2យកមកជួសកន្លែងនេះគឺវាផ្ទៀងផ្ទាត់ដូចនេះ x ស្មើ2គឺជាចម្លើយបន្វាបាទចំពោះចំណុចខបាទអញ្ចឹងយើងទៅសេវាទៅជាលក្ខណៈស្វ័យគុណបាទអញ្ចឹងខ្ញុំបាន2ស្វ័យគុណ 3x បូក4ស្មើនឹងបាទ2សេគុណ7អញ្ចឹងតាមលក្ខណៈស្វ័យគុណនៅពេលដែលគោលស្មើគ្នាបាទវាផ្ទៀងផ្ទាត់លុះត្រាតែនីតិសន្នមិនវាស្មើគ្នាអញ្ចឹងខ្ញុំបានបាទ 3x បូក4ស្មើ7បាទបងប្អូនទាញរក x មកបាទយើងបាន 3x ស្មើ3មូលហេតុអីបានស្មើ3ដោយសារកន្លែងនេះខ្ញុំដកអង្គទាំងពីរនឹង4បាទអញ្ចឹងយើងទាញទៅ x ស្មើ1បាទ x ស្មើ1គឺជាចម្លើយបនសមីការយើងបាទចំពោះចំណុចគោខុសពីមុនបន្តិចដោយសារកន្លែងនេះផលបូកអញ្ចឹងយើងព្យាយាមសរសេរមិនឲ្យបានគោលបន្វាដូចគ្នាបាទអញ្ចឹងកន្លែងនេះបាទខ្ញុំអាចសរសេរ4ស្វ័យគុណ x បូក1ខ្ញុំអាចសរសេរថា4ស្វ័យគុណ x បាទគុណជាមួយនឹង4បន្ទាប់មកយើងទាញ4សេគុណ x ជាកត្តាមកពេលយើងទាញ4សេគុណ x ជាកត្តានៅសល់1បូក4បាទ20បងប្អូនអាចសរសេរជាបាទ4គុណនឹង5បាទខ្ញុំសម្រួល5ចោលអញ្ចឹងបាទ4សេគុណ x ស្មើ4អញ្ចឹងបងប្អូនទាញមកដើម្បីឲ្យវាផ្ទៀងផ្ទាត់លុះត្រាតែ x ស្មើ1បាទអញ្ចឹងចម្លើយរបស់យើងគឺបាទ x ស្មើ1បាទអញ្ចឹងនេះជាលក្ខណៈទូទៅបនសមីការកាលយើងអត់ទាន់រៀនសមីការគឺយើងប្រើលក្ខណៈបាទស្វ័យគុណមានន័យថា a សេគុណ m ស្មើនឹង a សេគុណ n លុះត្រាតែ m ហើយ n ស្មើគ្នាទៅសម្ភារកើតឡើងបាទអញ្ចឹងជាមួយសមីការកន្លែងនេះគឺលោកគ្រូយក a សេគុណ x ស្មើនឹង a សេគុណ y ដើម្បីឲ្យវាផ្ទៀងផ្ទាត់លុះត្រាតែ x ស្មើ y បាទកន្លែងនេះលោកគ្រូប្រើឆ្នប់សមមូលបាទគឺមានន័យថាបាទ a សេគុណ x ស្មើនឹង a ស្វ័យគុណ y លុះត្រាតែ x ហើយនឹង y ស្មើគ្នាបាទឥឡូវលោកគ្រូមានលំហាត់បន្តបាទលំហាត់ឧទាហរណ៍មានបាទ3គឺទី1 5សេគុណ x ដក2ស្មើ125 27សេគុណ x ស្មើនឹង3សេគុណ 2x បូក1ហើយនឹង2ស្វ័យគុណ x ការ៉េដក 4x បូក3ស្មើ1បាទអញ្ចឹងឥឡូវយើងមើលដំណោះស្រាយទាំងអស់គ្នាបាទចំពោះលំហាត់លេខ1នេះបាទគោលដែលបងអូនត្រូវបំលែងទៅរកនោះគឺ5ដោយសារកន្លែងនេះគឺលេខ5ហើយអញ្ចឹងយើងព្យាយាមធ្វើម៉េចឲ្យអានេះទៅជាបាទ5ស្វ័យគុណ a1 បាទអញ្ចឹងយើងដឹងហើយថាបាទ125គឺ5សេគុណ3អញ្ចឹងបងអាចសរសេរមក5ស្វ័យគុណ 2x ដកបាទសំទោស5សេគុណ x ដក2ស្មើ5សេគុណ3អញ្ចឹងដើម្បីឲ្យផ្ទៀងផ្ទាត់លុះត្រាតែ x ដក2ស្មើ3យើងទាញមកបាទ x ស្មើ5បាទអញ្ចឹង x ស្មើ5គឺជាចម្លើយបនសមីការរបស់យើងបាទចំពោះទី2នេះខបាទខសំទោសមានទី2ឯងបាទ27ស្វ័យគុណ x ស្មើ3សេគុណ 2x បូក1
បាទអញ្ចឹងយើងត្រូវទៅសេទៅជាកេបាទมันអាចសេទៅ27ទេអញ្ចឹងយើងត្រូវទៅសេវាទៅជាបាទគោល3បាទអញ្ចឹងកន្លែង27ហ្នឹងលោកគ្រូអាចសេ3ស្វ័យគុណ3ហើយស្វ័យគុណ x ទៀតតាមលក្ខណៈស្វ័យគុណបងអាចសរសេរ3ស្វ័យគុណ 3x ស្មើបាទ3ស្វ័យគុណ 2x បូក1ដើម្បីឲ្យផ្ទៀងទាត់បាទតាមរូបមន្តរបស់យើងនេះលុះត្រាតែ 3x បាទស្មើនឹង 2x បូក1បាទយើងដោះស្រាយមកគឺយើងបាន x ស្មើ1ដោយសារអីគេកន្លែងនេះបងមាន 3x បញ្ចូលនៅនេះមកគឺយើងបាន 3x ដក 2x នៅសល់ x បាទអញ្ចឹង x របស់យើងស្មើ1បាទចំពោះចំណុចគោគឺគោលបន្វាខុសគ្នាអានេះ2អានេះបាទ1ប៉ុន្តែបងចាំថា1យើងអាចសេអីគេបាទយើងអាចទៅសេ2សេគុណ0បានណាយើងទៅសេទៅម៉េចគោលដូចគ្នាអញ្ចឹងចំពោះ1នេះបើសិនជាកន្លែងនេះគោល2បងដាក់2សេគុណ0កន្លែងនេះគោល3ដាក់3សេគុណ0យើងសេម៉េចឲ្យគោលបន្វាដូចគ្នាអញ្ចឹងដើម្បីផ្ទៀងផ្ទាត់លុះត្រាតែស្វ័យគុណបន្វាស្មើគ្នាបាទអញ្ចឹងខ្ញុំបាន x ការ៉េដក 4x បូក3ស្មើ0ហើយបាទកន្លែងនេះបងដោះតាម delta ក៏បានដោះតាមអីក៏បានប៉ុន្តែដោយសារវាចូលរៀងអញ្ចឹងសមីការរបស់យើង ax ក្រេបូក bx បូក c ស្មើ0វាជាសមីការដឺក្រេទី2អញ្ចឹងដើម្បីបាទដោយសារវាផ្ទៀងទាត់លក្ខខណ្ឌនេះមេគុណបន្វានេះផ្ទៀងទាត់លក្ខខណ្ឌ a បូក b បូក c ស្មើ0អញ្ចឹងយើងបាន x អងស្មើ1 x ដឺស្មើបាទ c លើ a បាទអញ្ចឹងចម្លើយយើងគឺ x ស្មើ1ហើយនឹង x ស្មើ3បាទអញ្ចឹងជំនួសចំណុចគោ x យើងមាន2ណាដោយសារបាទស្វ័យគុណរបស់យើងជាសមីការដឺក្រេទី2បាទអញ្ចឹងកន្លែងនេះលោកគ្រូអាចទាញលក្ខណៈទូទៅក៏មុនវាគ្រាន់តែជាលេខបាទធម្មតាប៉ុន្តែបាទចំពោះនេះគឺយើងអាចតាំងវាទៅជាអនុគមអញ្ចឹងសមីការ a សេគុណ s នៃ x ស្មើនឹង a សេគុណ c នៃ x បាទវាសមូលជាមួយ i នៃ x ស្មើបាទ c នៃ x មានន័យថាសមីការផ្ទៀងផ្ទាត់លុះត្រាតែ i នៃ x ស្មើ c នៃ x បាទលោកគ្រូមានឧទាហរណ៍បន្ថែមមួយទៀតបាទលំហាត់បន្ថែមមួយទៀតគឺបាទ4ស្វ័យគុណ x ដក1បូកជាមួយនឹង4ស្វ័យគុណ x ស្មើ20ហើយនឹងបាទ5សេគុណ x ការ៉េបូក 3x ស្មើ1លើ25បាទគោបាទ4សេគុណ x ដក9គុណជាមួយ2សេគុណ x បូក8ឥឡូវយើងមើលដំណោះស្រាយទាំងអស់គ្នាចំពោះអានេះវាស្តៀងខាងដើមដែរស្តៀងនឹង4សេគុណ x បូកជាមួយ4សេគុណ x បូក1ចំពោះអានេះជាកលឹះអ្វីដែលបងត្រូវមើលគឺយើងទាញអាស្រ័យគុណតូចជាកតាអញ្ចឹងកន្លែងនេះខ្ញុំសរសេរបាទ4សេគុណ x ដក1គុណ1 4ព្រោះយើងគុណទៅកន្លែងនេះនៅសល់4សេគុណ x ដែរអញ្ចឹងយើងទាញ4សេគុណ x ដក1ជាកតាបាទអានេះបាន5បាទដល់ពេលកតុយនេះគឺយើងបានបាទ4គុណជាមួយនឹងបាទ5យើងសម្រួល5ចោលមកខ្ញុំបាន4សេគុណ x ដក1ស្មើនឹង4កន្លែង4បងអាចសេ4សេគុណ1អញ្ចឹងយើងបាន x ដក1ស្មើ1 x យើងស្មើ2បាទអញ្ចឹងចម្លើយយើងគឺ x ស្មើ2បាទចំពោះលំហាត់ខគឺយើងមាន5សេគុណ x ការ៉េបូក 3x ស្មើ1លើបាទ25បាទកន្លែងនេះគឺគោលបន្វាយើងតម្រូវធ្វើម៉េចឲ្យវាទៅជាគោល5បាទគោលនៃស្វ័យគុណបាទអញ្ចឹងកន្លែងនេះភាគបែង25អាចសេ5សេគុណ2បន្ទាប់មកយើងហុញវាមកលើតាមលក្ខណៈស្វ័យគុណនៅពេលដែលកឹងក្រោមវិជ្ជមានឡើងលើវាអវិជ្ជមាននៅពេលដែលកឹងក្រោមវិជ្ជមានខាងលើអវិជ្ជមានវិញអញ្ចឹង5បាទស្វ័យគុណ x ការ៉េបូក 3x ស្មើនឹង5បាទសេគុណដក2អញ្ចឹងយើងទាញមកស្វ័យគុណរបស់វាស្មើគ្នាគឺយើងបាន x ការ៉េបូក 3x ស្មើដក2បាទអញ្ចឹងយើងទាញមកអង្គទី2វាคล้ายទៅជាសមីការអង្គទី1វាคล้ายទៅជាសមីការដឺក្រេទី2បាទវាផ្ទៀងទាត់លក្ខខណ្ឌមួយគឺសមីការដឺក្រេទី2របស់យើងក្នុងករណីមេគុណរបស់វាផ្ទៀងទាត់ b ស្មើ a បូក c យើងបាន x អងស្មើដក1 x ដឺស្មើដក c លើ a អញ្ចឹងកន្លែងនេះចម្លើយរបស់យើងគឺបានដក1ហើយនឹងដក2បាទអញ្ចឹងចំពោះចំណុច
គោចំណុចគោរៀងពិបាកជាងមុនបន្តិចបាទព្រោះគោលរបស់យើងមាន4ហ្នឹងមាន2ផងប៉ុន្តែបងចាំថាចំពោះនេះយើងអាចបំលែងទៅបានបាទអញ្ចឹងយើងបំលែងពី4ទៅ2អញ្ចឹងកន្លែងនេះខ្ញុំអាចសរសេរកន្លែង4សេគុណ x ខ្ញុំអាចសរសេរថា4បាទស្វ័យគុណ x ទៅជា4ហ្នឹងទៅជា2សេគុណ2អញ្ចឹងបាទតាមលក្ខណៈស្វ័យគុណ2ស្វ័យគុណ2សេគុណ x ហ្នឹងបងបដូរវិញទៅជា2សេគុណ x សេគុណបាទ2បាទបន្ទាប់មកខ្ញុំតាងបាទអត់មានប្រែប្រួលអីប្រែប្រួលកន្លែងតែ4សេគុណ x ទេបាទយើងតាងបាទតេស្មើនឹង2សេគុណ x បាទអញ្ចឹងនៅពេលដែលយើងតាំងតេស្មើនឹង2សេគុណ x បាទកន្លែងនេះបងចាំថាចំពោះ2សេគុណ x ហ្នឹងវាវិជ្ជមានជានិច្ចបាទអញ្ចឹងនៅពេលដែលយើងតាំងមកគឺយើងបានតេក្រេដក9តេបូក8ស្មើ0បាទអញ្ចឹងតាមរូបមន្តរបស់យើងនេះក្នុងករណីដែលមេគុណបន្វាផ្ទៀងផ្ទាត់ a បូក b បូក c ស្មើ0យើងបាន x អងស្មើ1 x ដឺស្មើបាទ c លើ a អញ្ចឹងខ្ញុំបានតេស្មើ1ហើយនឹងតេស្មើ8បាទអញ្ចឹងកន្លែងនេះបើតេស្មើ1បាទយើងបាន2សេគុណ x ហ្នឹងស្មើ1អញ្ចឹង1យើងអាចសេ2សេគុណ0អញ្ចឹងយើងបាន x ស្មើ0បាទដល់ពេលតេស្មើ8យើងបាន2សេគុណ x បាទស្មើ8ហើយ8បងអាចសេថា2សេគុណ3បាទអញ្ចឹងយើងទាញបានបាទ x ស្មើ3បាទអញ្ចឹងចំពោះចំណុចគោលហ្នឹងចម្លើយរបស់វាមាន2បាទគឺ x ស្មើ0ហើយនឹងបាទ x ស្មើ3បាទមុននឹងបញ្ចប់មេរៀននេះលោកគ្រូមានលំហាត់កិច្ចការផ្ទះចំនួនបាទមុននឹងបញ្ចប់មេរៀននេះលោកគ្រូមានលំហាត់កិច្ចការផ្ទះបាទ4បាទគឺកបាទស្តៀងមុនដែរខាងលោកគ្រូដូរវាទៅជា6ហើយខយើងមាន2សេគុណ x គុណនឹង3សេគុណ x ម៉ោង216បាទគោនេះបាទស្តៀងលំហាត់គោមិញដែរបាទគឺ4សេគុណ x ដក4គុណនឹង2សេគុណ x បូក4បាទអាខោមរៀងប្លែកបន្តិចទៀតហើយព្រោះឥឡូវនេះយើងមាន2 4ម្លែងទៅជា2ប៉ុន្តែអាខោមនេះវាមាន27សេគុណ x បូក12សេគុណ x បាទស្មើនឹង2គុណនឹង8សេគុណ x តើយើងត្រូវបំលែងវាទៅជាទម្រង់អីបាទអញ្ចឹងបងប្អូនអាចព្យាយាមដោះស្រាយបាទដោយបាទគិតខ្លួនឯងឬក៏អាច search ដោយប្រើ ChatGPT ប៉ុន្តែសំខាន់គឺបងអូនត្រូវចេះវាយតម្លៃនៅចម្លើយដែលយើងទទួលបានថាវាខុសឬក៏បាទត្រូវបាទអញ្ចឹងអរគុណចំពោះការយកចិត្តទុកដាក់ទស្សនាវីដេអូនេះបាទ